រាងសេរឿងនេះភីមួយនេះក៏បង្ហាញអំពីបរិមម្នាក់ដែលគាត់កំពុងតែនិយាយរៀបរាប់ទាំងទឹកភ្នែកប្រាប់ទៅកាន់ព្រះថាបើសិនបើព្រះអាចជួយឲ្យគេមានកម្លាំងដ៏ខ្លាំងជួយព្យាបាលជំងឺដែលម្ដាយរបស់គេកំពុងតែមានជួយសងបំណុលដែលគេបានចំពាទាំងអស់ហើយធ្វើឲ្យជីវិតរបស់គេមានសេរីរុងរឿងនោះគេនឹងប្រកួតអ្វីគ្រប់យ៉ាងដែលខ្លួនគេមានទៅកាន់ព្រះកុំថាឡើយព្រលឹងសូម្បីតែរាងកាយរបស់គេក៏គេហ៊ានលះបង់ដែរពេលគេនិយាយចប់រន្ទះក៏បានបាញ់គេតែម្ដងទៅប៉ែសមងក្រោយមកយើងក៏បានឃើញថាបរិះដែលត្រូវបានរន្ទះបាញ់នោះគេមិនទាន់ស្លាប់នោះទេក៏បានផ្ឆែតនឹងខ្លួនឡើងដែលក្បាលរបស់គេនឹងពុជឈឺចាប់ខ្លាំងមែនទែនតែបើតាមគេចាំនោះគេកំពុងតែធ្វើការងារនៅក្នុងក្រុមហ៊ុនមួយនោះទេប៉ុន្តែហើយបានជាគេនៅទីនេះទៅវិញពេលដែលគេក៏លេចមើលមុខរបស់គេនៅក្នុងថ្លុកទឹកទៅក៏បានដឹងថានេះមិនមែនជារាងកាយរបស់គេនោះទេអញ្ចឹងតើគេពេលនេះនៅឯណាតើគេបានធ្វើដំណើរឆ្លងពេលវេលាមែនទេស្រាប់តែពេលនោះសំឡេងមួយក៏ថាទីមផុតឯបានក៏ហើយយើងជោគជ័យហើយដូច្នេះដើម្បីជាការតបស្នងយើងនឹងបំពេញអំណងប្រាថ្នារបស់ឯងចំនួន3ឃើញសិភ័យចិននិយាយដូច្នេះតួឯរបស់យើងនឹងព្យាបាលខ្លាំងមែនទែនបន្ទាប់ពីត្រួតពិនិត្យមួយសន្ទុះក៏បាននិយាយថាបំណងប្រាថ្នាចំនួន3មែនទេអញ្ចឹងបំណងប្រាថ្នាទី1របស់ខ្ញុំគឺចង់សងអំណងប្រាថ្នាចំនួន10បន្ថែមទៀតសិភៅអាចក៏បានសាយពិតជាគួរឲ្យចាប់អារម្មណ៍ទោះបីជាពេលនេះឯងបានចុះកិច្ចសន្យាជាមួយនឹងយើងក៏ដោយប៉ុន្តែកុំគិតថាយើងអាចបំពេញអំណងប្រាថ្នារបស់ឯងទាំងអស់បានអីសោះគ្រាន់តែអំណាចធម៌ពលដែលគេបានបញ្ចេញនឹងតួឯរបស់យើងអគុតបាត់ទៅហើយរាងកាយពិតក៏បានបង្ហាញខ្លួនព្រមទាំងនិយាយថាតាមពិតវាគឺជាវិញ្ញាណថ្មីសោះតួឯរបស់យើងក៏ឆ្ងាញ់កិច្ចសន្យាព្រលឹងតើវាមានន័យយ៉ាងដូចម្ដេចតើនេះគឺជាអ្វីឲ្យពិតប្រាកដទៅគេក៏បានតបថាមនុស្សធម្មតាដូចជាឯងនឹងមិនស័ក្តិសមក្នុងការដឹងអំពីអត្ថភាពរបស់យើងទេឯងគ្រាន់តែដឹងថាម្ចាស់រាងកាយដើមមួយនេះគេបានបកគលព្រលឹងរបស់គេមកឲ្យយើងហើយសូម្បីតែរាងកាយរបស់គេក៏ជារបស់យើងផងដែរប៉ុន្តែបើជាឯងចូលវាមុនយើងទៅវិញបន្ទាប់ពីលើដូច្នេះតួឯរបស់យើងមានការព្យាបាលខ្លាំងមែនទែនគាត់ពិតជាមិននឹកស្មានថាបានឆ្លងពេលវេលាខុសគោលដៅដូច្នេះទេដូច្នេះពេលនេះគាត់ត្រូវតែរត់ឲ្យបានលឿនប៉ុន្តែសិភៅដែលអាចកំបាំងក៏បាននិយាយថាយើងភ្លេចប្រាប់ទៅកាន់ឯងនៅពេលដែលកិច្ចសន្យាព្រលឹងត្រូវបានចុះបើឯងហ៊ានតែបំពេញនៅកិច្ចសន្យាព្រលឹងនោះឯងនឹងត្រូវបានធ្វើទរណកម្មយ៉ាងឃោរឃៅយ៉ាងណាក៏ដោយឯងគ្រាន់តែជាព្រលឹងដែលទន់ខ្សោយមួយប៉ុណ្ណោះពួកគេធ្វើយើងធុញទ្រាន់ខ្លាំងណាស់ឯងគួរតែស្លាប់ទៅតែពេលនោះតួឯរបស់យើងនឹងក៏បាននិយាយថាបើតាមកិច្ចសន្យាព្រលឹងនោះព្រលឹងទាំងពីរមិនអនុញ្ញាតឲ្យសម្លាប់គ្នានោះទេបើសិនបើឯងហ៊ានតែសម្លាប់យើងនោះឯងក៏នឹងបំពេញនៅច្បាប់ផងដែរលើបែបនេះសិភៅដែលអាចក៏បានខឹងខ្លាំងមែនទែនតែឯងក៏ពុំតែព្យាយាមវែងញែកជាមួយនឹងយើងមែនទេតួឯរបស់យើងនឹងក៏បន្តទៀតថាឯងអាចយកជីវិតរបស់យើងបានប៉ុន្តែឯងមិនអាចក្បត់នៅមនសិការរបស់ឯងបានទេថាឯងកំពុងតែធ្វើអាបទៅកម្មមនុស្សដែលស្លូតត្រង់ម្នាក់បើឯងខ្លាំងតើឯងហ៊ានចុះកុងត្រាថ្មីជាមួយនឹងយើងដែរទេសិភៅទៅឲ្យក៏បានតបថាឯងគឺជាមនុស្សដំបូងគេហើយដែលហ៊ានចរចាលក្ខខណ្ឌជាមួយនឹងយើងវាគួរឲ្យចាប់អារម្មណ៍ណាស់យើងបានសម្រេចចិត្តហើយបើសិនបើឯងអាចបំពេញនៅបំណងប្រាថ្នារបស់យើងបានយើងនឹងផ្ដល់ជីវិតថ្មីមួយទៅកាន់ឯងដែលអំណងប្រាថ្នារបស់យើងគឺចង់បានអំណងប្រាថ្នាចំនួន999បន្ថែមទៀតលើបែបនេះតួឯរបស់យើងក៏គិតហើយថាហេតុអីបានជាគេ copy style តាមគាត់អញ្ចឹងគេក៏បន្តទៀតថាយើងគ្រាន់តែរំលឹកឯងថាពេលនេះឯងគ្មានពេលក្នុងការគិតទេប្រហែលជា1នាទីទៀតជីវិតរបស់ឯងនឹងត្រូវស្លាប់លើបែបនេះតួឯរបស់យើងក៏សើមតិចរួចក៏និយាយថាយើងគ្មានអ្វីត្រូវនិយាយទៀតទេបន្ទាប់មកក៏បានយល់ព្រមតាមសំណើរបស់គេតែម្ដងទៅកិច្ចសន្យាថ្មីត្រូវបានចុះជាស្ថាពរហើយភាពមួយនេះក៏ត្រូវបានបញ្ចប់ត្រឹមនឹងផងដែរសង្ឃឹមថាអ្នកក្លាហានទាំងអស់គ្នានឹងពេញចិត្តទៅចុះបើចូលចិត្តសាច់រឿងមួយនេះអាចខមមិនប្រាប់មកកាន់ឯមានម្នាក់មួយផងឯមាននឹងធ្វើភារតជូនទៅកាន់អ្នកទាំងអស់គ្នាបើមិនចូលចិត្តទេឯមាននឹងធ្វើរឿងថ្មីជូនហើយក៏អរគុណទៅកាន់អ្នកក្លាហានចំនួន2រូបផងដែរដែលអ្នកទី1បានឧបត្ថម្ភមកកាន់ឯមានចំនួន50សេនអ្នកទី2ចំនួន1000រៀលអរគុណទៅកាន់អ្នកទាំងពីរធំសម្រាប់អ្នកក្លាហានលោកណាដែលមានសទ្ធាជ្រះថ្លាចង់ឧបត្ថម្ភមកកាន់ឯមានអីគឺឲ្យឧបត្ថម្ភតាមលេខ QR code ខាងលើនេះបានឯមានតែពេលថាអរគុណនឹងជូនពរអ្នកទាំងអស់គ្នារកស៊ីទៅទានបានតណាមកណាប្រកបដោយសុខភាពពីនេះពីស្មិនអេដមីនបាយជុកនេះនៅក្នុងវីដេអូក្រោយ